សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្ដីពីអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី3ខែកុម្ភៈឆ្នាំ2026អត្រាផ្លូវការ4031រៀលក្នុង1ដុល្លារអាមេរិក1ដុល្លារអូស្ត្រាលីទិញចូល2798រៀលលក់ចេញ2826រៀល1ដុល្លារកាណាដាទិញចូល2953រៀលលក់ចេញ2982រៀល1ហ្វ្រង់ស្វីសទិញចូល5214រៀលលក់ចេញ5266រៀល1យ៉ន់ចិនទិញចូល580រៀលលក់ចេញ586រៀល1អឺរ៉ូទិញចូល4778រៀលលក់ចេញ4826រៀល1ផោនអង់គ្លេសទិញចូល5516រៀលលក់ចេញ5571រៀល1ដុល្លារហុងកុងទិញចូល516រៀលលក់ចេញ521រៀល100វ៉ុនកូរ៉េទិញចូល276រៀលលក់ចេញ279រៀល1000ដុងវៀតណាមទិញចូល155រៀលលក់ចេញ157រៀលអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះសូមអរគុណ